ជំនាញសន្តិសុខប្រមានថាលោកត្រាំជាអ្នកបំផ្លាញសន្តិភាពពិភពលោកកំពុងតែស្ថិតនៅក្នុងយុគសម័យនៃនយោបាយបំផ្លិចបំផ្លាញដែលដឹកនាំដោយប្រធានាធិបតីសហរដ្ឋអាមេរិកដ៏មានឥទ្ធិពលលោកដូណាល់ត្រាំហើយវាកំពុងតែធ្វើឲ្យសន្តិភាពអន្តរជាតិដ៏រុងរឿងអស់រយៈពេលជាច្រើនទសវត្សរ៍ស្ថិតក្រោមភាពតានតឹងដែលមិនធ្លាប់មានពីមុនមកហើយនេះបើយោងទៅតាមរបាយការណ៍សន្តិសុខនៃទីក្រុងមុននិចប្រចាំឆ្នាំ2026នេះយោងតាមរបាយការណ៍ប្រចាំឆ្នាំដែលត្រូវបានចេញផ្សាយនៅមុនសន្និសីទនៃសន្តិសុខទីក្រុងមុននិចដែលបានពិពណ៌នាអំពីចំណុចទទេរបស់លោកដូណាល់ត្រាំថាតួលេខដ៏មានឥទ្ធិពលបំផុតដែលប្រឈមទៅនឹងច្បាប់និងស្ថាប័នដែលមានស្រាប់ដោយលើកហេតុផលថាវិធីសាស្ត្ររបស់លោកកំពុងតែប្រថុយទៅនឹងការរុះរើសម្ព័ន្ធភាពនិងបទដ្ឋានដែលមានរយៈពេលជាយូរមកហើយទោះបីយ៉ាងណាក៏ដោយនៅក្នុងរបាយការណ៍ដដែលបាននិយាយថាអស់រយៈពេលជាង80ឆ្នាំបន្ទាប់ពីការកសាងដែលបានចាប់ដើមសន្តិភាពអន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិកក្រោយឆ្នាំ1945ឥឡូវនេះកំពុងតែស្ថិតនៅក្រោមការបំផ្លិចបំផ្លាញក្រោមស្នាដៃនិងសកម្មភាពរបស់លោកដូណាល់ត្រាំគេហៅរហស្សនាមលោកថាវីរៈបុរសដែលវាយកំទេចដល់លេចធ្លោម្នាក់ពីការកត់សម្គាល់នៅក្នុងព្រឹត្តិការណ៍កាលពីឆ្នាំមុនដែលជារៀងរាល់ឆ្នាំមានការប្រមូលផ្ដុំមន្ត្រីសន្តិសុខនិងអ្នកសិក្សាជាន់ខ្ពស់របស់អនុប្រធានាធិបតីលោក J.D. Vance ដែលបានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលជាមួយទៅនឹងសន្ទរកថាដែលស្រែកធ្ងោរបស់មេដឹកនាំអឺរ៉ុបស្ដីពីការត្រួតពិនិត្យនិងការធ្វើចំណាកស្រុកហើយអះអាងថាការគម្រាមកំហែងរបស់ទ្វីបគឺមកពីខាងក្នុងសន្ទរកថារបស់លោកវ៉ាន់បន្ទាប់មកក៏ត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះនៅក្នុងរដ្ឋកាលរបស់លោកដូណាល់ត្រាំទី2ដែលបានធ្វើឲ្យមានភាពច្របូកច្របល់រយៈពេល1ឆ្នាំរួមទាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើសម្ព័ន្ធមិត្តអឺរ៉ុបដ៏ជិតស្និទ្ធការគម្រាមកំហែងនៃសកម្មភាពនយោធារបស់សហរដ្ឋអាមេរិកនៅក្នុងការដណ្ដើមទឹកដី Greenland ពីសម្ព័ន្ធមិត្ត NATO របស់ដាណឺម៉ាកការមិនគោរពចំពោះប្រទេសរុស្ស៊ីចំពោះការលុកលុយខុសច្បាប់របស់អ៊ុយក្រែនរបាយការណ៍ក៏បានហៅលោកដូណាល់ត្រាំថាជាអ្នកដែលមានអំណាចបំផុតនៅក្នុងចំណោមអ្នកដែលយកពូថៅទៅលេងជាមួយនឹងច្បាប់និងស្ថាប័នដែលមានស្រាប់យ៉ាងណាក្តីសកម្មភាពរបស់លោកអាចផ្ដល់លទ្ធផលពិភពលោកដែលមានរៀងដោយកិច្ចព្រមព្រៀងប្រតិបត្តិការជាងកិច្ចសហប្រតិបត្តិការជាគោលការណ៍ក្រុមអ្នករិះគន់ខ្លាចគោលនយោបាយរបស់លោកត្រាំនិងត្រួសត្រាយផ្លូវសម្រាប់ពិភពលោកដែលផ្ដល់នូវសិទ្ធិដល់អ្នកមាននិងអ្នកមានអំណាចមិនមែនមហាជនដែលដាក់ក្តីសង្ឃឹមរបស់ពួកគេនៅក្នុងការផ្លាស់ប្ដូរដែលសំខាន់នោះទេដែលនេះបើយោងទៅតាមរបាយការណ៍ដដែលមានការស្ទង់មតិជាសាធារណៈដែលធ្វើឡើងសម្រាប់របាយការណ៍ដែលបង្ហាញថាពិភពលោកភាគច្រើនមានការភ័យខ្លាចរួចទៅហើយដែលបានកំពុងតែកើតឡើងឯការស្ទង់មតិបានបង្ហាញអំពីការសង្ស័យយ៉ាងទូលំទូលាយថារដ្ឋាភិបាលដោះស្រាយបញ្ហានានាដូចជាវិបត្តិលទ្ធភាពទិញបាននៃការកើនឡើងនៃសមត្ថភាពការថយចុះនៃការចល័តកើតឡើងនិងការជាប់គាំងឬការធ្លាក់ចុះនៃកម្រិតជីវភាពប្រជាជនរបាយការណ៍នេះបាននិយាយថាមានការកើនឡើងនៃការកើនឡើងរបស់បុគ្គលនិងការអស់សង្ឃឹមជាសមូហភាពនិងសក្តីវិនាសរបស់ពិភពលោកនៅប្រទេសបារាំងមានចំនួន 60% នៃអ្នកឆ្លើយតបបាននិយាយថាគោលនយោបាយរបស់រដ្ឋាភិបាលរបស់ពួកគេនឹងធ្វើឲ្យមនុស្សជំនាន់ក្រោយកាន់តែអាក្រក់ទៅដូចជាចំនួន 53% នៅចក្រភពអង់គ្លេសនិង 51% នៅអាល្លឺម៉ង់ហើយនៅសហរដ្ឋអាមេរិកមានតួលេខរហូតដល់ 45% ផងដែរជាការកត់សម្គាល់ការស្ទង់មតិនេះបានទម្លាក់កំហុសភាគច្រើនចំពោះអារម្មណ៍នៃវិនាសកម្មរបស់លោកត្រាំនៅពេលដែលសួរថាតើគោលនយោបាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកល្អសម្រាប់ពិភពលោកដែរឬអត់អ្នកឆ្លើយសំណួរពាក់កណ្ដាលឬច្រើនជាងនៅសហរដ្ឋអាមេរិកកាណាដាបារាំងអាល្លឺម៉ង់អ៊ីតាលីជប៉ុននិងអង់គ្លេសប្រេស៊ីលក៏ដូចជាអាហ្វ្រិកខាងត្បូងបាននិយាយថាពួកគេមិនយល់ស្របបន្តិចណាឡើយគួរបញ្ជាក់ផងដែរថាសន្តិសុខទីក្រុងមុននិចដំណើរការពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យនៅទីក្រុងបានវ៉ារ៉ាន់ដែលនេះបញ្យល់ទៅតាមគេហទំព័ររបស់ព្រឹត្តិការណ៍នេះប្រមុខរដ្ឋនិងរដ្ឋាភិបាលជាង50ដែលត្រូវបានគេរំពឹងថានឹងចូលរួមផងដែរបើទោះបីយ៉ាងណាក្តីលោកដូណាល់ត្រាំមិនមានវត្តមាននៅទីនោះទេតាប្រធានសន្និសីទលោក
Wolfgang Ischinger បាននិយាយថាសហរដ្ឋអាមេរិកនឹងត្រូវបានតំណាងដោយរដ្ឋមន្ត្រីការបរទេសលោក Marco Rubio និងដោយសមាជិកសភាជាង50នាក់ដែលយោងទៅតាមរបាយការណ៍របស់ Reuters